នេះជារបៀបក្នុងការ download វីដេអូពី TikTok ដោយអត់ចុចសញ្ញា TikTok ជាធម្មតាបងប្អូនចង់ save វីដេអូពីក្នុង TikTok យើងតែងតែចុចកន្លែង save ហើយយើងយកទៅកន្លែង save វីដេអូនេះក៏ប៉ុន្តែនៅពេលដែលយើង save របៀបនេះវានឹងធ្វើឲ្យវីដេអូជាប់នៅសញ្ញា TikTok អញ្ចឹងដើម្បីធ្វើឲ្យវីដេអូរបស់យើងកុំជាប់សញ្ញា TikTok យើងមានវិធីសាស្ត្រមួយទៀតនោះគឺបងប្អូនចូលទៅកាន់កម្មវិធី browser ណាមួយឧទាហរណ៍ខ្ញុំចូលទៅក្នុងកម្មវិធី Chrome អញ្ចឹងខ្ញុំនឹង search ពាក្យថា Snaptic អញ្ចឹង Snaptic នេះហើយខ្ញុំយក Snaptic ដែលមានពណ៌ខ្មៅនេះបងប្អូនបិទកម្មវិធីនេះសិនហើយបងប្អូនចូលទៅ copy link ពីក្នុង TikTok មិញមកហើយបងប្អូនបើកវាវិញហើយបងប្អូនផាស link ដែលបងប្អូន copy ហ្នឹងចូលទៅក្នុង website Snaptic នេះហើយបងប្អូនចុចទៅលើពាក្យ download ហើយបងប្អូនចុចយក download video ចុច download ជាការស្រេចអញ្ចឹងវីដេអូរបស់បងប្អូននឹងចូលទៅក្នុងកម្មវិធីឈ្មោះថា files អញ្ចឹងបងប្អូនចុចយកវាហ្នឹងហើយបងប្អូននឹងឃើញវីដេអូហ្នឹងដែលយើងបាន download បាញ់មិញ